សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកដល់ភ្នំតាម៉ៅចាស់ដែលជាកន្លែងដែលគេល្បីដែលសម្បូរទៅដោយសត្វជាច្រើនដែលគេតែងតែយកមកដាក់នៅក្នុងសួនតាម៉ៅនេះតែម្ដងសម្រាប់រមណីយដ្ឋានសួនសត្វភ្នំតាម៉ៅនេះគឺនៅពេលដែលមកដល់បងប្អូនតាមដងផ្លូវមានអារម្មណ៍ថាហាក់ដូចជាត្រជាក់និងមានដើមឈើជាច្រើនតែម្ដងចាស់ហើយគោលដៅដែលនាងខ្ញុំមកភ្នំតាម៉ៅនេះគឺនាងខ្ញុំមកដើម្បីចង់ជួបអូនលំផាត់ចាព្រោះថាល្បីមែនតើហើយជាពិសេសចាមានអ្នក cover ជាច្រើនតាក់ទងទៅនឹងលំផាត់ដែលលំផាត់គឺជាសត្វដំរីដែលគួរឲ្យស្រឡាញ់បន្ទាប់ពីលក្ខីដែលបានស្លាប់ទៅហើយលំផាត់ផ្ទាល់ចេះច្រើនមែនតើហើយឥឡូវនេះគឺតាមការឲ្យគេហៅថាចាចម្លើយពីខាងឪពុករបស់លំផាត់ផ្ទាល់ចាគឺគាត់បានប្រាប់ថាលំផាត់ហ្នឹងគឺមានទម្ងន់592គីឡូហើយបងប្អូនចាអូចឹងមានន័យថាគីឡូគាត់ខ្លាំងហើយចិត្តបាន1តោនទៅហើយមានន័យថាកន្លះតោនទៅហើយដែរមានន័យថាលំផាត់លើធំតែសក់គេនៅរយដដែលទេបងប្អូនអញ្ចឹងខ្ញុំមកទីនេះក៏ដៅធំបំផុតគឺមកចង់ជួបលំផាត់ប៉ុន្តែមិនបានតែជួបប៉ុន្តែมันបានទៅប៉ះផ្ទាល់ជាមួយនឹងលំផាត់ទេតែបែរជាមកប៉ះផ្ទាល់ជាមួយនឹងចាដំរីដូចគ្នាគឺចម្ប៉ានិងរំដួលជាគូស្នេហានឹងគ្នាហើយតាមប្រវត្តិឲ្យដឹងមកហ្នឹងគឺចម្ប៉ានិងរំដួលហ្នឹងគាត់នាំមកពីខាងប្រទេសឡាវចាអញ្ចឹងនាងខ្ញុំមានអារម្មណ៍ថារំភើបមែនតើនៅពេលបានមកដល់សួនសត្វតាម៉ៅនេះដែលយើងចាបានជួបជាមួយនឹងដំរីដែលជា idol ដែលល្បីខ្លាំងមែនតើមិនបានប៉ះទេដោយសារតែនៅទីនេះគេប្រាប់ថាมันអាចឲ្យតន់ជួបផ្ទាល់ជាមួយនឹងលំផាត់ទេដោយសារតែគ្នានៅតូចអញ្ចឹងបើកាលណាតែប៉ះទៅអាចមានបញ្ហាឆ្លងរោគឆ្លងអីចឹងគឺអត់ឲ្យប៉ះទេបានតែមកឈរពីចម្ងាយសម្លឹងមើលអូនលំផាត់សម្ដែងឲ្យមើលចាគឺមានអារម្មណ៍រំភើបមែនតើដែលបានមកជួបដំរីទាំងអស់នេះនាងខ្ញុំគឺថានឹកឃើញលំផាត់នឹកឃើញដល់ពូចាក់ថាតបាយបាល់ទាត់ណាគេថាគេខមមិនដល់គាត់ដូចលំផាត់ចាឥឡូវបានមកជួបលំផាត់ហ្នឹងថាចង់តោងល្បីលំផាត់តែមិនបានល្បីមិនបានតោងល្បីគេទៀតបានជួបបានប៉ះគ្រាន់តែបានទៅលឺទៅឈ្មោះហើយមកដល់ហ្នឹងលឺទៅសំឡេងប៉ុន្តែមិនបានប៉ះផ្ទាល់មិនបានស្ទាបទេបានតែចាប់ដៃជាមួយនឹងចម្ប៉ានិងរំដួលតែប៉ុណ្្នឹងឯងហើយបន្ទាប់ពីយើងឃ្លាតឆ្ងាយពីដំរីបន្តិចទៅចាមកដល់ស្វាវិញម្ដងចាស្វានេះគឺគាត់ចូលចិត្តមនុស្សហើយគាត់អាចប៉ះដៃផ្ទាល់អាចថតជាមួយនឹងមនុស្សបានហើយជាក់ស្ដែងដូចជាខ្ញុំកំពុងតែចាប់ដៃជាមួយនឹងគាត់ផ្ទាល់ចាគឺខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយមែនតើនៅពេលបានមកដល់ភ្នំតាម៉ៅនេះហើយជារមណីយដ្ឋានបែបប្រវត្តិសាស្ត្រហើយជាពិសេសគឺមានសត្វជាច្រើនចានាងខ្ញុំដើរទស្សនាថ្ងៃហ្នឹងប៉ុន្តែថ្ងៃនេះខ្ញុំបង្ហាញតែដំរីដោយសារតែមកនោះបំណងប្រាថ្នាធំបំផុតគឺមកជួបដំរីចាចឹងខ្ញុំបង្ហាញពីដំរីហើយនឹងសត្វស្វាដោយសារតែនៅជួរជាមួយគ្នាហើយបានមកថតជាមួយដំរី idol ទៀតផងមិនបានថតអីកាន់ដៃគាត់ទេប៉ុន្តែបានត្រឹមតែឈរនៅចិត្តលបងប៉ុណ្ណឹងក៏អស់ចិត្តដែរក៏បានដឹងថាអូនលំផាន់ចេះអីចឹងណាចាចឹងអរគុណសម្រាប់វីដេអូមួយនេះប្រសិនបើបងប្អូនពេញចិត្តនិងស្រឡាញ់ចូលចិត្តនាងខ្ញុំជាជនពិការកុំភ្លេចជួយ like និង follow page នាងខ្ញុំហើយ share ផងដែរសូមអរគុណសូមជម្រាបលារៀបសួរបងប្អូនទាំងអស់គ្នានេះគឺជាផលិតផលថ្នាំគ្រាប់ Johnson ម៉ាឡេស៊ីដែលយើងនាំចេញពីប្រទេសម៉ាឡេស៊ីវាជួយទៅដល់បញ្ហាសុខភាពបងប្អូនដែលជួបជាមួយបញ្ហាសុខភាពដូចជាជំងឺឡើងជាតិអាស៊ីតបញ្ហាកាពះពោះវៀនហើយជាពិសេសគឺបញ្ហាអសមត្ថភាពផ្លូវភេទលោកតារាយអំពូមីងចាស់ដែលគាត់មានបញ្ហាសន្លាក់ក៏អាចជួយបានដែរជាពិសេសគឺសន្លាក់រំរាយយូរឆ្នាំបងប្អូនប្រើប្រាស់ជាមួយនឹងផលិតផលនេះនឹងឃើញនូវគុណប្រយោជន៍ថ្នាំគ្រាប់នេះមានចំនួន60គ្រាប់ហើយញ៉ាំមួយថ្ងៃ2ដងពេលព្រឹក2គ្រាប់ល្ងាច2គ្រាប់មួយថ្ងៃត្រឹមតែ4គ្រាប់តែប៉ុណ្ណោះចឹងបងប្អូនអាចទទួលទានបានជារៀងរាល់ថ្ងៃជួយដល់សុខភាពបងប្អូននិងធ្វើឲ្យជាសះស្បើយរាល់បញ្ហាជំងឺផ្សេងបើសិនជាបងប្អូនចូលចិត្តនិងចង់ជាវគាំទ្រដល់ខ្ញុំជនពិការសូមតាក់ទង inbox មកកាន់ TikTok ខ្ញុំផ្ទាល់សូមអរគុណ